ផ្សារមូលបត្រកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដោយផ្ដល់នូវឱកាសសម្រាប់វិនិយោគិនដែលកំពុងស្វែងរកប្រាក់ចំណេញប៉ុន្តែតើអ្វីទៅជាការវិនិយោគយ៉ាងពិតប្រាកដថ្ងៃនេះវិនិយោគិនម្នាក់មកចែករំលែកបទពិសោធន៍ពីការវិនិយោគនៅក្នុងទីផ្សារមូលបត្រកម្ពុជាជំរាបសួរនាងខ្ញុំឈ្មោះធីតានាងខ្ញុំជាវិនិយោគិនមួយរូបដែលបានវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនអញ្ចឹងខ្ញុំបានវិនិយោគក្នុងនឹងអស់រយៈពេលប្រហែលជា4ឆ្នាំមកហើយប្រវត្តិនៃការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនហ្នឹងគឺដំបូងឡើយគឺខ្ញុំបានស្គាល់តាមរយៈបណ្ដាញសង្គមឆ្នាំដែលខ្ញុំចូលវិនិយោគដំបូងគឺឆ្នាំ2021អញ្ចឹងពេលហ្នឹងកំពុងតែមានការផ្ទុះកូវីដហើយខ្ញុំក៏ចាប់អារម្មណ៍រហូតដល់ខ្ញុំតាក់ទងទៅកាន់ក្រុមហ៊ុន broker គឺក្រុមហ៊ុនមូលបត្រ Exida ដែលផ្ដល់ព័ត៌មានលម្អិតតាក់ទងការវិនិយោគដល់ខ្ញុំអញ្ចឹងខ្ញុំក៏បានទៅបើកគណនីជួញដូរចាប់តាំងពីពេលនោះមកមូលហេតុដែលខ្ញុំជ្រើសរើសយកការវិនិយោគនៅក្នុងទីផ្សារមូលបត្រកម្ពុជាព្រោះថាអាចឲ្យខ្ញុំទទួលបានផលចំណេញច្រើនគឺភាគលាភនៅពេលដែលខ្ញុំទិញក្រុមហ៊ុនណាទៅគឺក្រុមហ៊ុនតែងតែមានការបែងចែកភាគលាភជារៀងរាល់ឆ្នាំហើយមួយទៀតតើតើនឹងការផលចំណេញពីផលបត្រភាគហ៊ុនឡើងថ្លៃគឺខ្ញុំតែងតែលក់យកផលចំណេញនេះបញ្ហាប្រឈមនៃការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនពេលមានបញ្ហាសេដ្ឋកិច្ចសកលនោះដូចជាកូវីដអញ្ចឹងវាធ្វើឲ្យអារម្មណ៍ខ្ញុំមួយវាអារម្មណ៍ថាអូខ្ញុំលុយកាក់របស់ខ្ញុំវាត្រូវបាត់បង់អញ្ចឹងទៅកំណើនទីផ្សារក៏ដូចជាតម្លៃភាគហ៊ុននោះវាមានការប្រែប្រួលដែរដោយសារខ្ញុំបានសិក្សាអំពីមូលដ្ឋានគ្រឹះនៃការវិនិយោគក៏ដូចជាការប្រឹក្សាជាមួយនឹងក្រុមហ៊ុនមូលបត្រ Exida ទៅអញ្ចឹងបញ្ហាវាតែងតែមានតែគ្រាន់តែថាយើងមានអ្នកប្រឹក្សាល្អៗអ្នកជំនាញនៅក្នុងវិស័យហ្នឹងទៅវាធ្វើឲ្យយើងមានអារម្មណ៍មួយថាអត់សូវបារម្ភខ្លាំងតកតងសមិទ្ធផលនៃការវិនិយោគរបស់ខ្ញុំដូចខ្ញុំបានរៀបរាប់ពីដើមអញ្ចឹងគឺខ្ញុំទទួលបានភាគលាភជារៀងរាល់ឆ្នាំពីក្រុមហ៊ុននីមួយៗដែលខ្ញុំបានវិនិយោគហើយនឹងផលចំណេញពីការលក់ភាគហ៊ុនហើយនឹងការធ្វើពីបដកម្មលុយដែលខ្ញុំមានជាមួយនឹងក្រុមហ៊ុនជាច្រើនដែលមាននៅក្នុងទីផ្សារមូលបត្រព្រោះថានៅក្នុងទីផ្សារមូលបត្រគឺមានក្រុមហ៊ុនច្រើនមែនទែនអញ្ចឹងក្រុមហ៊ុនឯកជនដូចធនាគារ Exida អញ្ចឹងខ្ញុំគិតថាគាត់ខ្ញុំនិយាយមួយម៉ាត់ហ្នឹងទៅក៏អ្នកផ្សេងក៏គាត់អាចស្គាល់ដែរមានអារម្មណ៍ថាទុកចិត្តហើយចង់បន្តការវិនិយោគបន្តរហូតឲ្យបានច្រើននាងខ្ញុំសូមផ្ដាំផ្ញើទៅដល់អ្នកដែលមិនទាន់ស្គាល់ទីផ្សារមូលបត្រក៏ដូចជាអ្នកដែលកំពុងពិចារណាក្នុងការវិនិយោគនៅក្នុងទីផ្សារមូលបត្រកម្ពុជាខ្ញុំសូមឲ្យអ្នកទាំងគ្នាចូលរួមវិនិយោគពីឥឡូវនេះហើយអ្នកទាំងគ្នាអាចសិក្សាបន្ថែមឬក៏ប្រឹក្សាជាមួយអ្នកជំនាញដូចជាក្រុមហ៊ុនមូលបត្រ Exida មកព្រោះថាការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនគឺអាចឲ្យអ្នកទាំងគ្នាទទួលបានផលចំណេញដូច្នេះហើយដើម្បីឲ្យប្រាក់ចំណូលរបស់អ្នកទាំងគ្នាកើនឬក៏អាចនិយាយថាអ្នកទាំងគ្នាមានចំណូលច្រើនប្រភេទទីផ្សារភាគហ៊ុនកម្ពុជាគឺជាកន្លែងវិនិយោគមួយដែលល្អបំផុតសម្រាប់យើងទាំងអស់គ្នាតើអ្នកត្រៀមខ្លួនហើយឬនៅក្នុងការស្វែងយល់ពីសក្តានុពលនៃការវិនិយោគភាគហ៊ុននៅកម្ពុជាទំនាក់ទំនងមកក្រុមហ៊ុនមូលបត្រ Exida ឥឡូវនេះដើម្បីចាប់ផ្ដើមឆ្ពោះទៅរកភាពជោគជ័យរបស់អ្នកទីផ្សារមូលបត្រកម្ពុជាកំពុងវិវត្តហើយពេលនេះជាពេលវេលាដើម្បីក្លាយខ្លួនជាផ្នែកមួយរបស់ទីផ្សារមូលបត្រកម្ពុជាចូលរួមជាមួយក្រុមហ៊ុនមូលបត្រ Exida ដើម្បីវិនិយោគលើអនាគតរបស់អ្នកនៅថ្ងៃនេះក្រុមហ៊ុនមូលបត្រ Exida ដែលឈានមុខគេនៅកម្ពុជា